Good afternoon, everyone. In this video, I would like to raise one topic is about no disciplines, no success. គ្មានវិន័យគ្រប់គ្រងគ្មានភាពជោគជ័យឬគ្មានវិន័យគ្រប់គ្រងតែងទទួលបាននូវបរាជ័យ Success start when you learn to control yourself ភាពជោគជ័យចាប់ផ្ដើមកើតឡើងបាននៅពេលដែលអ្នកសិក្សាឬក៏រៀននៅវិធីដើម្បីគ្រប់គ្រងខ្លួនឯង Self discipline means doing what you should do even when you don't feel like it វិន័យផ្ទាល់ខ្លួនមានន័យថាគឺការធ្វើនៅអ្វីដែលអ្នកគួរតែធ្វើបើទោះបីជានៅពេលដែលអ្នកមិនចង់ធ្វើវាក៏ដោយ It helps you build good habits and stay focused on your goals វាជួយអ្នកឲ្យកសាងឡើងនៅទម្លាប់ល្អៗជាច្រើនហើយផ្ដោតទៅលើគោលដៅរបស់អ្នក For examples, waking up early, studying every day, or avoiding distractions are small actions that create big results over time. ឧទាហរណ៍មានដូចជាការក្រោកឡើងពីព្រលឹមការសិក្សាជាប្រចាំថ្ងៃឬក៏ការជៀសវាងនៅការធ្វើអ្វីមួយដែលជាកិច្ចការដ៏ចាំបាច់ទោះបីតិចតួចក៏ដោយដែលវាបង្កើតនូវលទ្ធផលដ៏អស្ចារ្យគ្រប់ពេលវេលា It is not easy at first but practice make it stronger វាមិនមែនជារឿងងាយស្រួលទេនៅក្នុងការចាប់ផ្ដើមដំបូងក៏ប៉ុន្តែការអនុវត្តជាបណ្ដាបានធ្វើឲ្យយើងមានធម៌ពលខ្លាំងក្លាជាងមុនហើយកាន់តែប្រសើរជាងមុន Each time you choose effort over comfort you grow ពេលនីមួយៗនៅក្នុងការជ្រើសរើសយកនៅការលំបាកឬក៏ការប្រឹងប្រែងការស៊ូហត់ជាងសេចក្តីសំណុកស្រួលនោះអ្នកគង់តែនឹងធ្វើឲ្យខ្លួនឯងរីកចម្រើន In the end self-discipline is lies a quiet power inside you ហើយនៅទីបញ្ចប់វិន័យផ្ទាល់ខ្លួនគឺហាក់បីដូចជាធម៌ពលឬក៏អំណាចដ៏ស្ងាត់ស្ងៀមដែលមាននៅក្នុងខ្លួនរបស់អ្នក Are you ready to discover how strong you can become តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីស្វែងរកនៅភាពខ្លាំងនៅភាពអស្ចារ្យដែលអ្នកនឹងក្លាយទៅជានោះ Okay thank you so much wish you good luck